ចាអញ្ចឹងថ្ងៃនេះគឺកូនជួបជាមួយអ្នកគ្រូនៅមេរៀនទី16អំពីភាគរយអញ្ចឹងអ្នកគ្រូមានលំហាត់ឲ្យកូនណាអញ្ចឹងដើម្បីកណនាភាគរយកូនត្រូវធ្វើម៉េចណាចាអ្នកគ្រូក៏រំលឹកកូនវិញដែរថានៅក្នុងភាសាគណិតវិទ្យាការប្រើពាក្យន័យនេះគឺស្មើនឹងប្រមាណធីអីគេកូនចាំបានទេបើកូនបានតាមដានវីដេអូអ្នកគ្រូកូននឹងដឹងចាគឺស្មើនឹងប្រមាណវិធីគុណចាអញ្ចឹងគេឲ្យកូនបំពេញប្រអប់ណាអញ្ចឹងគេមានប្រអប់កន្លែងនេះគេឲ្យកូនបំពេញអញ្ចឹងដើម្បីបំពេញតើកូនត្រូវធ្វើម៉េចចាអញ្ចឹងលំហាត់នេះកូនត្រូវតាមដានជាមួយអ្នកគ្រូណាចាលំហាត់ក75%នៃ 9500 តើស្មើនឹងចំនួនប៉ុន្មានអញ្ចឹងតើកូនត្រូវធ្វើម៉េចអញ្ចឹងអ្វីដែលកូនត្រូវគិតមើលថាគេប្រាប់ម៉េចកូនសរសេរអញ្ចឹង 75%អញ្ចឹងកូនសរសេរមក75%បានន័យថា75ភាគ1ភាគ100តោះនេះកន្លែងហ្នឹង75ភាគ100នៃអ្នកគ្រូប្រាប់កូនឲ្យស្មើនឹងប្រមាណវិធីគេគុណចានៃហ្មង9500ស្មើនឹងប៉ុន្មានតោះនេះអញ្ចឹងនៃរបស់គេនេះគឺអ្នកគ្រូអាចសរសេរបានចេញជាអញ្ចេះអញ្ចឹងនេះគេហៅថាប្រភេទគុណនឹងចំនួនគត់អញ្ចឹងប្រភេទគុណនឹងចំនួនគត់កូនធ្វើមកគឺកូនយកអីគេចំនួនគត់គុណជាមួយនឹងភាគយកភាគបាយរក្សាទុកដដែលប៉ុន្តែលេខរបស់យើងនេះអ្នកគ្រូឲ្យកូនសង្កេតមើលណាតួខាងលើនេះចំនួនគត់នេះមាន02ណានៅខាងស្ដាំអ្នកគ្រូអាចសម្រួលជាមួយនឹង100នេះដែលសារ100មាន02ដែរអញ្ចឹង75ចែកនឹង1សល់តែ1ណាអញ្ចឹង75ចែក1ឃើញ75ដែរអញ្ចឹងលំហាត់ហ្នឹងគឺអ្នកគ្រូយកតែ75គុណជាមួយនឹង95ឯងចា55ដង25កូនសេលេខ5ត្រាទុក2 57ដង35នឹង2 37 9 5ដង45សេលេខ5ត្រាទុក4 9 7ដង63នឹង4 65 7ចា5 12ត្រាទុក1 11ត្រាទុក1 7អញ្ចឹងចម្លើយ75%នៃ 9500 កូនឃើញ 7125 ចាអញ្ចឹងកូនតន់ទេចាអញ្ចឹងរបៀបធ្វើគឺដដែលទេណាគ្រាន់តែកូនមើលតាមលំនាំរបស់អ្នកគ្រូហ្នឹងទៅការសួរហ្នឹងនិយាយទៅ4លំហាត់នេះគឺដដែលអញ្ចឹងបើកូនតាមដានកូននឹងចេះណាចាអញ្ចឹងដូចគ្នាលំហាត់ខ 1.25% នៃកន្លែងនេះគេដាក់ប្រអប់ម្ដងស្មើនឹង80អញ្ចឹងកូនសរសេរដូចអ្នកគ្រូមិញមក 1.25 ភាគ100អញ្ចឹងកូនសរសេរមកគឺភាគ100តោះណានៃស្មើនឹងប្រមាណវិធីគុណកូនតាងដោយប្រអប់មែនអត់ចាអញ្ចឹងស្មើនឹងប៉ុន្មាន80អញ្ចឹងគេថា 1.25 ភាគរយនៃប្រអប់ស្មើនឹង80អញ្ចឹងកូនធ្វើតែកូនមិនអត់មានអីទៅពិបាកទេគឺកូនត្រូវការអីគេអ្វីដែលកូនត្រូវការកូនទុកណាអញ្ចឹងកូនទុកប្រអប់មែនទេតែប្រអប់ហ្នឹងកូនអាចតាំងជាអក្សរក៏បានដែរប៉ុន្តែអ្នកគ្រូអត់តែអ្នកគ្រូដាក់ប្រអប់ឲ្យកូនចាស់កុំឲ្យកូនថាំងអ្នកគ្រូប្រែប្រួលអីអញ្ចឹងយកតួរបស់គេហ្នឹងទុកដដែលហ្មងណាចាអញ្ចឹងអ្វីដែលជាប្រអប់នេះគឺអ្នកគ្រូទុកដដែលហើយលេខដែលមិនមែនជាប្រអប់គឺអ្នកគ្រូរុញចេញណាអញ្ចឹងតួទី1អ្នកគ្រូទុកប្រអប់សញ្ញាស្មើតួទី2 80អ្នកគ្រូទុកដដែលអញ្ចឹងកន្លែងនេះ1ភាគ5 1.25 ភាគ100នេះអ្នកគ្រូរុញចេញអញ្ចឹងកន្លែងវាហ្នឹងគឺគុណអញ្ចឹងពេលដែលរុញចេញទៅជាចែកនឹង 1.25 ភាគ100កូនឃើញចូលទេអានេះចូលអីគេមេរៀនកូនទៅរៀនដែរណាចាអញ្ចឹងប្រអប់នេះគ្រូទុកឲ្យកូនដដែលចាចាអញ្ចឹងនេះទៅជាចំនួនគត់ចែកនឹងប្រភេទនៅពេលដែលចំនួនគត់ចែកប្រភេទក៏ត្រូវធ្វើម៉េចចាគឺយកចំនួនគត់គុណនឹងចម្រាស់ប្រភេទទី2អញ្ចឹងចម្រាស់នេះគ្រូបំផាស់ឡើងវិញភាគបែងឡើងលើ
ភាគយកទុកនៅក្រោមតោះនេះប៉ុណ្ណឹងចាអញ្ចឹងនៅពេលដែលអ្នកគ្រូធ្វើឲ្យកូនបែបនេះកូនអាចបានចេញជាចំនួនគត់គុណជាមួយនឹងប្រភាគអញ្ចឹងកូនយកចំនួនគត់គុណជាមួយនឹងភាគយកភាគបែររក្សាទុកដដែលចាអញ្ចឹងកូនគុណមក80គុណនឹង100ឃើញ8 8000ចាភាគ 1.25 ចាកូនកុំភ្លេចដាក់ប្រអប់ឲ្យគេណាអានេះគ្រាន់តែជាអ្វីដែលអ្នកគ្រូឧទាហរណ៍កូននេះកន្លែងហ្នឹងយើងអាចតាំងដោយអក្សរអីមួយក៏បានដែរណាតាំង n តាំង t ក៏បានដែរប៉ុន្តែនៅក្នុងលំហាត់យើងគេអត់មានអក្សរអញ្ចឹងអ្នកគ្រូក៏យកជាប្រអប់ឲ្យកូនទៅណាចាអញ្ចឹងកូនចាប់ផ្ដើមធ្វើបានទីចែកមក8000ចែកនឹង1.25អញ្ចឹងកូនត្រូវចែកធ្វើម៉េចកូនមើលនេះលេខនេះជាចំនួនទស្សភាគមែនទេអញ្ចឹងដើម្បីងាយស្រួលចែកកូនបំបត្តិចំនួនទស្សភាគចេញទៅអញ្ចឹងចំនួនទស្សភាគនេះមានប៉ុន្មានខ្ទង់2ខ្ទង់បើ2ខ្ទង់គឺភាគអីគេភាគ100អញ្ចឹងកូនត្រូវគុណនឹង100អញ្ចឹងបើកូនគុណនឹង100តួចែករបស់យើងនេះគឺបាត់ចុចប៉ុន្តែតំណាងចែករបស់យើងអត់មានជាចំនួនទស្សភាគទេកូនគុណនឹង100កូនត្រូវថែម0 2តោះនេះអញ្ចឹងកូនបាន800000ចែកឲ្យនឹង120 125អញ្ចឹងកូនកាត់យកប៉ុន្មានខ្ទង់អានេះ3ខ្ទង់កូនកាត់យក3ខ្ទង់អញ្ចឹងកូនដាក់បានប៉ុន្មានដង6ដង6 5ដង30ចាសរសេរលេខ0ត្រាទុក3 6 2ដង12នឹង3 15សេលេខ5ត្រាទុក1 6ដង6នឹង1 5 7ចា0ដក0នៅសល់0ចា8 0ដក5អត់បានទេខ្ចី8នៅសល់7 0ទៅជា10 10ដក5នៅសល់5 7ដក7 0ចាកូនតម្លាក់0មកកូនដាក់បានប៉ុន្មានដង4 4 5ដង20កូនសេលេខ0ត្រាទុក2 4 2ដង8នឹង2 10សេលេខ0ត្រាទុក1 4 ម្ដង4 4នឹង1 5កូនដកមកឃើញ0កូនតម្លាក់0ដាក់បាន0ចា0កូនគុណទៅឃើញ0ចាដកមក0ហើយកូនតម្លាក់0មួយទៀតដាក់បាន0កូនគុណទៅឃើញ0ដែរចាដកអញ្ចឹង 1.25% នៃចាគឺ4000 6400គឺស្មើនឹង80ណាអញ្ចឹងចម្លើយរបស់យើងក្នុងប្រអប់គឺកន្លែងនេះតោះនេះកូនចាសំខាន់គឺកូនត្រូវធ្វើម៉េចរបៀបនៃការគណនាតោះនេះកូនគណនាបែបណាដើម្បីងាយស្រួលក្នុងការរកចាអញ្ចឹងបន្តទៀតជាមួយអ្នកគ្រូចាកប៉ុន្មានភាគរយនៃ2400ស្មើនឹង168អញ្ចឹងអ្វីដែលកូនធ្វើបើកូនអត់ចេះធ្វើលំនាំដោយអ្នកគ្រូហើយបានកូនទាញទៅទាញមកកូនគណនាមកតោះនេះចាអញ្ចឹងប៉ុន្មានភាគរយគឺប្រអប់មែនទេកូនចាភាគ1 100មែនអត់ចាប្រមាណលើ100ចានៃគឺគុណនឹងប៉ុន្មានកូន2400មែនទេស្មើនឹងប៉ុន្មាន165 8ចឹងវិធីធ្វើកូនរុញម្ដងមកតង់ទៅគឺកូនចេះហើយតែបើកូនចេះកូនរុញយកទៅអត់បញ្ហាទេណាអញ្ចឹងកន្លែងនេះដើម្បីឲ្យបានលេខទូចអ្នកគ្រូសម្រួលវាមកវគ្គសិនតោះនេះកូនមើលនេះ2400មាន02មែនទេ100មាន0 2ដែរអញ្ចឹងអ្នកគ្រូសម្រួលទៅឃើញអត់កូនអញ្ចឹងប៉ុន្មាននេះចែកនឹង1គឺឃើញប៉ុណ្ណឹងដដែលតោះនេះចាអញ្ចឹងអ្នកគ្រូសរសេរចេញជាប្រអប់តន់អត់ចាអញ្ចឹងអ្នកគ្រូត្រូវការតែប្រអប់ឯអាណាដែលមិនមែនជាប្រអប់ដែលគេសួររកហ្នឹងគឺអ្នកគ្រូត្រូវរុញចេញអញ្ចឹងអ្នកគ្រូដាក់សញ្ញាស្មើ165 8អញ្ចឹងលេខនេះពេលដែលសម្រួលទៅកូនឃើញ24តើណាអញ្ចឹងនៅពេលដែលឃើញ24កូនរុញទៅជាអីចាទៅជាចែកអញ្ចឹងចែកនឹង24តើណាចាអញ្ចឹងកូនចែកមកយក168ចា168ចែកនឹង24អញ្ចឹងកូនដាក់បានប៉ុន្មានដងកូនដាក់បាន7ដង7 4ដង28សេលេខ8ត្រាទុក2 7 2ដង14នឹង2 15 1ចាឃើញ0អ
chẳng con khơiประมาณភាគរយចាគឺឃើញ7% នៃ 2400 គឺស្មើនឹង 165 168 ចាចឹងកូនបន្តជាមួយនឹងគ្រូទៀតនេះលំហាត់ហ្នឹងគឺដូចគ្នាណាពីរហ្នឹងដូចគ្នាចាអញ្ចឹងប៉ុន្មានភាគរយប៉ុន្មានភាគនឹង100គុណនឹង675ស្មើនឹង810តោះណាចាអញ្ចឹងលេខនេះកូនមើលសម្រួលបានទេអត់ទេបើអត់ទេកូនរុញធម្មតាចាអញ្ចឹងដើម្បីរុញអ្នកគ្រូរុញម្ដងមួយកលៈឲ្យកូនណាអញ្ចឹងប្រអប់ឲ្យនឹង 100% នេះប្រអប់ឲ្យនឹងភាគរយនេះគឺអ្នកគ្រូទុកដដែលអញ្ចឹងអ្នកគ្រូដាក់សញ្ញាស្មើនេះម៉ាន810តោះនេះចា775នេះគុណមែនទេអញ្ចឹងពេលដែលកូនរុញឆ្លងសញ្ញាស្មើទៅជាចែក675តើអត់ចាអញ្ចឹងដើម្បីងាយស្រួលទៀតកូនធ្វើម៉េចកូនទុកតែប្រអប់ហើយកូនត្រូវរុញ100នេះចេញទៅទៀតមែនទេដើម្បីដោះស្រាយបានអញ្ចឹងអ្នកគ្រូទុកប្រអប់ចា810តួទី2របស់គេកូនទុកដដែល675ចាអញ្ចឹង100នេះនៅខាងនេះគឺចែកមែនទេអញ្ចឹងនៅពេលដែលរុញចេញទៅជាគុណនឹង100តើអត់ចាអញ្ចឹងអ្នកគ្រូនឹងបានប្រភេទគុណនឹងចំនួនគុណអញ្ចឹងយកភាគយកគុណនឹងជាមួយចំនួនគុណមកឃើញមែនអញ្ចឹង810ចាគុណនឹង100មកគឺកូនថែម02ចែកនឹង675អញ្ចឹងកូនដាក់បានប៉ុន្មានដងចាបាន1 5ដង5 17ដង7 16ដង5 1ចាអញ្ចឹង0ដក5អត់បានទេខ្ចី1នៅសល់0 0ទៅជា10 10ដក5នៅសល់5 0ដក7អត់បានខ្ចី8នៅសល់7 0ទៅជា10 10ដក7នៅសល់3 7ដក1ដក6នៅសល់1ចាកូនថែមកូនតម្លាក់0អញ្ចឹងដាក់បានប៉ុន្មានដងបាន2ដងពី5ដង10សេលេខ0ត្រាទុក1ពី7ដង14និង1 15សេលេខ5ត្រាទុក1ពី6ដង12 12និង1 13ចាកូនដកមកឃើញ0រួចកូនតម្លាក់0អញ្ចឹង0ចែក675បាន0ចា05ដង0 7ដង0 06ដង0ចាកូនដកមកឃើញ0អញ្ចឹងឃើញមែនចាចម្លើយរបស់វាឃើញ120%ចាយ៉ាងម៉េចដែរកូននៅពេលដែលកូនបានមើលការដោះស្រាយរបស់អ្នកគ្រូការរករបស់អ្នកគ្រូកូនយល់បានកម្រិតណាចាអញ្ចឹងបើសិនជាកូនមិនទាន់យល់ទេកូនព្យាយាមមើលវីដេអូរបស់អ្នកគ្រូឲ្យបាន2 ទៅ 3 ដងដដែលកូននឹងយល់